ពីបាយខេត្តបាត់ដំបងលើកឡើងពីគម្រោងធំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី IDB សម្រាប់ជួសជុលផ្លូវសម្រាប់ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបាត់ដំបងឆ្នាំ2026កង្វល់របស់ប្រជាពលរដ្ឋនឹងត្រូវបានដោះស្រាយហើយសូមបងប្អូនមេត្តាយោគយល់ក្នុងការដំណាក់កាលនេះអភិបាលខេត្តបាត់ដំបងលោកសុកសូលើកឡើងពីគម្រោងធំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី IDB សម្រាប់ការជួសជុលនិងស្ដារឡើងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបាត់ដំបងនៅឆ្នាំ2026កង្វល់របស់ប្រជាពលរដ្ឋនឹងត្រូវបានដោះស្រាយហើយសូមបងប្អូនមេត្តាយោគយល់ក្នុងដំណាក់កាលនេះលោកសុកលោបានបញ្ជាក់ដូច្នេះនាថ្ងៃទី7 ខែធ្នូឆ្នាំ2025បន្ទាប់មានការប្រជាពលរដ្ឋជាច្រើននៅបណ្ដាញលើសង្គមបានលើកឡើងកង្វល់ជាច្រើនចំពោះជំវិញបញ្ហារងការខូចខាតនៅក្នុងក្រុងបាត់ដំបងនិងបញ្ហាផ្សេងជាច្រើនទៀតលោកសុកលូបានបញ្ជាក់ថាដូចនេះថាតាមរយៈគម្រោងហិរញ្ញសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី IDB នឹងធ្វើការជួសជុលឡើងផ្លូវ21ខ្សែដែលជារងការខូចខាតនៅក្នុងកណ្ដាលក្រុងបាត់ដំបងការជួសជុលផ្លូវ21ខ្សែវាក៏បានតាក់អស់ដែរដោយសារតែផ្លូវក្រុងបាត់ដំបងមានរហូតដល់144ខ្សែបន្តនេះយើងក៏បន្តជួសជុលកសាងបន្ថែមលោកសុកលូបានបន្ថែមទៀតថាក្នុងឆ្នាំ2026កង្វល់របស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយដូចជាតែបញ្ហានេះមិនមែនជាកង្វល់របស់ប្រជាពលរដ្ឋនោះទេវាជាការកង្វល់របស់រដ្ឋាភិបាលខេត្តបាត់ដំបងផងដែរជាក់ស្ដែងកន្លងមករដ្ឋាភិបាលខេត្តក៏បានស្នើសុំទៅសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីកម្ពុជារួមផងដែរដោយសេចក្តីសម្ដេចក៏បានបើកភ្លើងខៀវឲ្យការជួសជុលនិងស្ដារផ្លូវក្នុងក្រុងបាត់ដំបងឡើងវិញផងដែរជាមួយនេះលោកសុកលូក៏បានរំលេចពីគម្រោងធំក្រមហិរញ្ញសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី IDB ដែលកំពុងធ្វើការនៅក្នុងខេត្តបាត់ដំបងរួមជាមួយនឹងការកសាងស្តុកសម្រាមដ៏ធំក្នុងឃុំតាក្រៀមស្រុកបាណន់ដែលបានកសាងរួចនិងកំពុងតែធ្វើដំណើរការប្រើប្រាស់គម្រោងស្ដារប្រព័ន្ធរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបងដែលមាននៅបែបខាងកើតស្ទឹងបានធ្វើរួចរាល់និងខាងលិចស្ទឹងកំពុងសាងសង់ដែលគម្រោងមានការអនុវត្តដោយគ្រួសារសាធារណការនិងដឹកនាំជូនគម្រោងស្ដារនិងជួសជុលឡើងវិញជាផ្លូវ21ខ្សែដែលរងការខូចខាតនៅកណ្ដាលក្រុងបាត់ដំបងនឹងចាប់ដើមធ្វើការជួសជុលនិងស្ដារឡើងវិញនៅឆ្នាំ2026នៅខាងមុខ